បងប្រុសម្នាក់នេះគឺថាគាត់មានសតិមិនប្រកអីទេហើយបងប្អូនតែจะឲ្យគាត់ថាអាងោអ្នកនៅគីឡូ1គីឡូ7គីឡូ3គីឡូ4បាទខណ្ឌសីកៅប្រកាសជាស្គាល់គាត់ហើយនេះគឺជាកាយវិការដែលគាត់បាទឡើងលើម៉ូតូកាច់សោម៉ូតូបន្ទាប់មកគាត់ក៏ចាប់ផ្ដើមបាទមូលហ្គាហើយជិះម៉ូតូមកតាមដងផ្លូវអូអត់ទាន់ជិះទេគាត់បដើសិនបាទគាត់បដើសិនអូបដើឬក៏ជិះបាទអូប្រហែលជាជិះបាទអញ្ចឹងបាទបងប្អូនងោនេះគឺគាត់មានសតិមិនប្រកអីទេអូនជួយអូនឡើងអូនអីមកនឹងបងបងហើយអូនចង់ណៃទោះបីបងប្អូនមានសតិមិនប្រកក្តីប៉ុន្តែថ្ងៃនេះខ្ញុំនឹងឲ្យបងប្អូនបានចូលរួមចំណែកក្នុងការបរិច្ចាគ 100000 រៀលជូនទៅដល់មន្ទីរពេទ្យគុណទេវហាតាមរយៈ challenge របស់យើងគឺកក់សក់ជាមួយសាប៊ូ Uvel បាទផុសក្នុង Facebook ឬក៏ TikTok នោះសាប៊ូ Uvel នឹងឧបត្ថម្ភតាមរយៈបងប្អូន 100000 រៀលជូនទៅមន្ទីរពេទ្យគុណទេវហាហើយគម្រោងយើងធ្វើរហូតទៅដល់ $10000 បាទ$10000ជំរាបសួរបងប្អូនអរគ្នាបាទសូមស្មាទោសទុកជាមុនសម្រាប់វីដេអូនេះមិនមែនចង់យកគាត់មកលេងសើចទេប៉ុន្តែខ្ញុំចង់ឲ្យគាត់បានចូលរួមជាមួយនឹងមន្ទីរពេទ្យគុណទេវហាធ្វើទៅបិទតែគាត់បាទជាមនុស្សម្នាក់ស្មាទោសមានសតិមិនប្រក្រតីបាទយើងនិយាយថាសតិមិនប្រក្រតីអញ្ចឹងសម្បីតែគាត់ក៏អាចចូលរួមបរិច្ចាគជូនដល់មន្ទីរពេទ្យគុណទេវហាបានដែរតាមរយៈបាទ challenge របស់យើងគឺកក់សាប៊ូ Uvel ហើយផុសថតផុសគឺបានចូលរួម 100000 រៀលជាមួយនឹងមន្ទីរពេទ្យគុណទេវហាបងអូនគាត់សតិមិនប្រក្រតីមែនប៉ុន្តែមនុស្សគាត់ស្លូតបូតគាត់សប្បាយបាទគាត់ធ្វើអីសប្បាយទេមិនកាចមិនអីទេមានបងប្អូនដែលស្រឡាញ់គាត់ច្រើនហើយស្គាល់លុយទៀតមើលខ្ញុំចង់តេស្តគាត់មកណាបាទអូនស្គាល់លុយហ៎ចានេះក្តាស់ម៉ានក្តាស់ម៉ានហ៎ក្តាស់ម៉ាននេះក្តាស់ម៉ានក្តាស់ម៉ាន2ក្តាស់12000យ៉ាងណាគេថាវាស្គាល់លុយនេះក្តាស់ម៉ានអូនក្តាស់1000ក្តាស់1000ណាអូខេនេះក្តាស់ម៉ាននេះក្តាស់1000ក្តាស់1000នេះក្តាស់ម៉ានក្តាស់2000ក្តាស់3000ថ្ងៃនេះខ្ញុំកក់សក់ជូនបងអូនបាទខ្ញុំបងកក់សក់អូនណាសក់គាត់នេះគឺប្រភេទសក់ស្ងួតគាត់ស្អីមកសក់គាត់ថាសាកោអញ្ចឹងត្រូវជាមួយនឹងសាប៊ូ Uvel សម្រាប់សក់ស្ងួតនេះបើនេះគឺសក់ដែលមានប្រេងមានខ្លាញ់បងប្អូនចំណាំមកសក់ចេញប្រេងជិះទៅកាត់ដីកាត់ខ្សាច់អីវាហុយតិចប៉ះសក់យើងស្អិតទៅនឹងហ្មងអញ្ចឹងខ្ញុំនឹងកក់ស្បួនជូនបងអូនដើម្បីបងអូនបានចូលរួមលេង challenge បាទបរិច្ចាគ 100000 ទៅមន្ទីរពេទ្យចាក់បុផាបាទកក់សក់ហើយណាលេហើយចាំពូឲ្យស្រាមសបុតឲ្យលុយចាយដល់ណាអូខេតែបងប្អូនឥឡូវយើងកក់ជាមួយនឹងសាប៊ូ Uvel បាទដៃងូតទឹកហ៎ដៃងូតទឹកអត់តែងូតទឹកហ៎តែកក់សក់មើលកក់សក់ណៃមកញីមើលញីខ្លាំងអូខេញីខ្លាំងអូខេអានេះសម្រាប់បងប្អូនដែលក្បាលសក់មានកែសក់លេងឆ្នាំលេងពណ៌សក់ច្រើនទៅធ្វើឲ្យសក់ខូចសក់បាយចុងបាទសក់ជ្រុះសាប៊ូ Uvel គឺអាចជួយឲ្យសក់យើងបាទមានសុខភាពល្អបាទមិនជ្រុះមិនបាយចុងបាទអូខេឥឡូវបងណាយើងកក់សក់រួចណាបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះតាមរយៈបងប្រុសគឺនឹងបរិច្ចាគចំនួន 100000 រៀលទៅមន្ទីរពេទ្យគុណទេវហាខ្ញុំនឹងបាញ់ជូនផ្ទាល់នៅមុខបងប្អូនតែម្ដងបងប្អូនអរគ្នានេះគឺជា QR code របស់មន្ទីរពេទ្យគុណទេវហាណាខ្ញុំនឹងបាញ់ជូនចំនួន 100000 រៀលបាទបងប្អូនអរគ្នាចឹងថ្ងៃនេះបងប្អូនប្រុសបានបរិច្ចាគជូនមន្ទីរពេទ្យគុណទេវហាតាមរយៈការលេង challenge របស់យើងគឺចំនួន 100000 រៀលទៅមន្ទីរពេទ្យគុណទេវហាអញ្ចឹងណាទោះបីបងប្អូនមិនដឹងមែនប៉ុន្តែយ៉ាងណាក៏បងប្អូនបានលះបង់ពេលវេលាក៏ដូចជាត្រូវសើមត្រេងហ្នឹងដើម្បីបានចូលរួមជាមួយមន្ទីរពេទ្យគុណទេវហាមន្ទីរពេទ្យគុណទេវហាគឺជាមន្ទីរពេទ្យមួយដែលព្យាបាលកុមារកម្ពុជាដែលឥតគិតថ្លៃក្នុងមួយឆ្នាំកុមាររាប់ម៉ឺនរាប់សែននាក់បានទៅព្យាបាលនិងសម្រាប់នៅមន្ទីរពេទ្យគុណទេវហាដូច្នេះមន្ទីរពេទ្យគុណទេវហាជារបស់យើងទាំងអស់គ្នាយើងចូលរួមទាំងអស់គ្នាដើម្បីទ្រទង់មន្ទីរពេទ្យគុណទេវហាដើម្បីកូនយើងក្មួយយើងបាទខ្មែរយើងទូចដែលគាត់មកបានទីនេះបាទពីកម្មវិធីក៏មានកាដូជូនបងប្រុសដូចថាប្រកាសជូនបងប្រុសផងដែរប៉ុន្តែរសារបងប្រុសគាត់អត់សូវដឹងថាប្រកាសនឹងដេញសម្រាប់ទេអញ្ចឹងយើងមាន manager របស់គាត់មកទទួលអូនអញ្ជើញបាទអញ្ចឹងគាត់មាន manager ដើម្បីមកទទួលជំនួសបាទនេះក៏យើងមានបងប្អូនណាគឺមាននេះអូនណានេះគេយ៉ាងហៀបាទសម្រាប់ពេលចុកដៃចុកជើងរយឆ្កេះរយខ្នងជើងសន្លាក់ជាប់សរសៃអីនេះសាប៊ូហើយនោះមានសាប៊ូផ្សេងទៀតនេះសម្រាប់បាញ់ឲ្យសក់អលងហើយនេះស្រាវស្បត់អូនណាដល់បងប្អូនអរគុណបងប្អូនគ្នាវគ្គក្រោយបងប្អូននឹងទស្សនាជាមួយនឹងបងប្អូនផ្សេងទៀតក្នុងការចូលរួមលេង challenge កក់សក់ជាមួយសាប៊ូ Uvel បានបរិច្ចាគជូនមន្ទីរពេទ្យគុណទេវហាចំនួន 100000 រៀលអរគុណចាសសូមជម្រាបលាបាយបាយអូខេ